ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺថាមានមុខម្ហូបមកទៀតហើយបងប្អូនចាមុខម្ហូបថ្ងៃនេះគឺថាពិសេសទៀតហើយបងប្អូនចាគឺថាចង់ញ៉ាំឆាសាច់គោចាបងប្អូនជាមួយនឹងបន្លែគឺក្រសាំងទាបបងប្អូនចាគឺថាមុខម្ហូបមុខនេះគឺងាយស្រួលរកទេបងប្អូនចាគឺថាងាយតែម្ដងណាបងប្អូនចាទាំងបន្លែទាំងសាច់អីហ្នឹងគឺថាទៅចិត្តនឹងឯងបងប្អូនចាឡើយហ្នឹងគឺថានេះបងប្អូនគឺថាកសាំងទាបហ្នឹងគឺល្អមែនតែនគឺថានៅលើដំបូលផ្ទះរបស់បងប្អូនស្រីខ្ញុំឯងបងប្អូនចាគឺគាត់ដាំណាចាឲ្យគាត់ឧស្សាហ៍បាញ់ទឹកស្រោចទឹកអីចឹងទៅគឺថាឡើងខ្ចីញ៉ាំដូចគាត់តែម្ដងបងប្អូនចាគាត់ប្រាប់ខ្ញុំថាមានច្រើនចឹងទៅចាគាត់ក៏ខ្ញុំក៏សុំមកគាត់កាច់ឡើងគាត់ច្រែងតែម្ដងណាបងប្អូនចាហើយឡើងខ្ចីល្អមែនតែនណាបងប្អូនចាគឺថាមើលទៅនឹងគឺថាគួរចង់ទទួលទានតែម្ដងណាបងប្អូនចានេះកាត់អត់ទេនៅសល់ទៀតណាបងប្អូនហ្នឹងហើយបងប្អូនចង់ញ៉ាំអីអាចទៅលាក់លេខទីតាំងបានណាបងប្អូនចាគឺថាផ្ញើជូនដល់កន្លែងតែម្ដងហើយយើងកាត់យកចឹងទៅដល់ឲ្យគាត់លាស់ទៀតទេបងប្អូនចាតែមួយថ្ងៃពីរថ្ងៃហ្នឹងគឺថាចាប់ផ្ដើមលាស់មកចេញញ៉ាញ់ទៀតតែម្ដងចឹងណាបងប្អូនហ្នឹងហើយគឺថាញ៉ាំផ្ទាប់ជាមួយសាច់គោជាមួយអីហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនចាសាច់អាំងសាច់អីជាលក់ជាមួយនឹងទឹកម្រេចចឹងទៅយើងញ៉ាំជាមួយនឹងបន្លែស្រស់ហ្នឹងបងប្អូនចាគឺថាឡើងជាប់ចិត្តតែម្ដងចាណាបងប្អូនចាគឺថាមួយគឺច្រែងចឹងណាបងប្អូនចាហើយនៅសល់ទៀតបងប្អូនចានឹងទុកថ្ងៃក្រោយហ្នឹងហើយបងប្អូននេះក៏ដាំបានឡើងច្រើនឡើងមែនតើណាចាឥឡូវរួចរាល់ហើយគឺថាមកដល់ខ្ញុំហើយបងប្អូនចាឥឡូវហ្នឹងគឺថាចាប់ផ្ដើមយកមកនេះបងប្អូនចាគឺថាខ្ញុំលាងទឹកចេញមួយសាហើយណាបងប្អូនចាអញ្ចឹងខ្ញុំក៏យកមកបេះទៅគឺបេះយកកន្លែងណាដែលយើងចង់យកអញ្ចឹងណាបងប្អូនចាខ្ញុំយករៀងខ្ចីដែរចាគឺថានិយាយទៅខ្ចីទាំងអស់តែម្ដងបងប្អូនគ្រាន់តែខ្ញុំអត់សូវយកដល់គោលទេចាយកកន្លែងណាដែលថាមើលទៅយើងចង់យកអញ្ចឹងណាបងប្អូនចាយើងបេះអញ្ចឹងទៅបងប្អូនចាយើងផ្កាអីអញ្ចឹងបើសិនជាយើងឃើញយើងចាស់អីយើងបាច់យកអញ្ចឹងណាចាគ្រាន់តែថាខ្ចីល្អទាំងអស់តែម្ដងបងប្អូនចាហើយរសជាតិពេលឆាមកឆ្ងាញ់ណាបងប្អូនចាយើងញ៉ាំឆៅអញ្ចឹងស្រស់ល្អជាងយើងឆាបងប្អូនចាគឺថាឡើងហូបមកហ្នឹងគឺជាប់ចិត្តណាបងប្អូនចាឥឡូវគ្រឿងផ្សំរបស់យើងនេះបងប្អូនមានខ្ទឹមសខ្ទឹមក្រហមម្ទេសចាបងប្អូនម្ទេសនេះគឺបងប្អូនអត់ប្រើក៏បានដែរតែខ្ញុំជួយចិត្តប្រើដាក់ទៅដើម្បីយកពណ៌ហើយធ្វើឲ្យរសជាតិឆារបស់យើងឆ្ងាញ់ណាបងប្អូនចារៀងហឹរតិចអីចឹងទៅចាគឺថាម្ទេសនេះម្ទេសផ្លោខ្មែរយើងណាបងប្អូនចាគឺថាខ្ញុំទិញមួយទុកក្នុងទូនឹងច្រើនដែរបងប្អូនទៅសាយអាចទិញមួយទុកក្នុងទូបានណាបងប្អូនចាឲ្យធូរថ្លៃទេចាគឺថាមួយថង1000ហ្នឹងឡើងច្រើនតែម្ដងបងប្អូនចាយើងទិញបន្ទុកមកមើលមុខម្ហូបណាដែលយើងចង់ធ្វើយើងលាយជាមួយនឹងពណ៌អញ្ចឹងទៅម្ទេសអីអញ្ចឹងទៅយើងដាក់ទៅបងប្អូនចាឆាបាយឆាអីក៏ដោយបងប្អូនគឺយើងប្រើទៅឆ្ងាញ់ណាបងប្អូនចាហើយនេះគឺម្ទេសដៃនាងហឹលបងប្អូនចាខ្ញុំប្រើពី3ទៅដើម្បីដាក់យកយ៉ាងហឹលអញ្ចឹងណាការប៉ិនមុខម្ហូបសំខាន់លើយើងផ្សំដែរណាបងប្អូនចាយើងចេះរៀបចំទុកដាក់អញ្ចឹងទៅមើលទៅគឺថាគួរឲ្យចង់ទទួលទានមែនតែនចាបងប្អូនគឺថាជាស្ត្រីមេផ្ទះយើងពូកែអញ្ចឹងណាចាបងប្អូនចឹងហើយប្រាប់ដល់នារីដែលគាត់អត់ទាន់សូវចេះធ្វើម្ហូបអញ្ចឹងអត់ឯងសាករៀនតាមបងទៅអូនខកបំណងទេចាគឺថាប្តីស្រឡាញ់តែម្ដងចាគឺថាម្ហូបដែលរៀបចំមកហ្នឹងគឺថាមើលទៅហ្នឹងគឺថាគួរឲ្យចង់ញ៉ាំអញ្ចឹងណាបងប្អូនចាហើយឥឡូវហ្នឹងគឺចាប់ផ្ដើមខ្ទឹមសហ្នឹងគឺគ្រាន់តែដំហើយគឺខ្ញុំអត់ចិញ្ច្រាំទេបងប្អូនចាយើងឆាទាំងមូលអញ្ចឹងឆ្ងាញ់ជាងចិញ្ច្រាំណាបងប្អូនចាគឺថានៅដុំអញ្ចឹងទៅហើយខ្ទឹមក្រហមហ្នឹងក៏អញ្ចឹងដែរគឺខ្ញុំហាន់ជាដុំទូចអញ្ចឹងណាបងប្អូនចាខ្ញុំអត់ចិញ្ច្រាំដូចគ្នាទេគឺខ្ញុំហាន់យកដុំអញ្ចឹងណាចាបងប្អូនឥឡូវនេះគឺសាច់គោហ្នឹងគឺល្អទៀតបងប្អូនគឺទិញមកសាច់បាងហើយក៏អត់ថ្លៃប៉ុន្មានដែរបងប្អូនចាគឺថាធូរថ្លៃដែរទេយើងយកសាច់បាងចឹងមកហើយគឺល្អបងប្អូនគឺសាច់នឹងទុនហើយផុយបងប្អូនចាបើសិនជាបងប្អូនចង់ឆាសាច់អីផ្សេងក៏បានដែរបងប្អូនចំណែកខ្ញុំហ្នឹងគឺថាទិញហ្នឹងគឺយកសាច់បាងមកអញ្ចឹងដើម្បីសាច់ទុនណាបងប្អូនចាហើយឡើងផុយល្អមែនតែនចាគឺខាន់ជាបន្ទះរៀងស្ដាងល្មមណាបងប្អូនចាបងប្អូនការប៉ិតកសាំងទៀបនេះបងប្អូនចាយើងឆាត្រឡប់ក៏បានយើងដាក់ញ៉ាំជាមួយនឹងសាច់យើងឆាឆ្អិនហើយយើងទៅផ្ទាប់ជាមួយក៏ត្រូវដែរបងប្អូនចាគឺត្រូវតែម្ដងទាំងអស់គ្រប់មុខតែម្ដងបងប្អូនចាគេថា
បន្លែហ្នឹងគឺថាបើច្រើនណាស់បងប្អូនអើយគឺថាវីតាមីនមែនតែនឥឡូវហ្នឹងគឺសាច់របស់ខ្ញុំរួចរាល់ហើយបងប្អូនច្រើនដែរចានេះគឺថាបេះរួចរាល់យកទៅលាងទឹកពីប៊ិចទឹកទៅក៏បានមកប៉ុណ្ណឹងអញ្ចឹងណាបងប្អូនចាដល់ខ្ចីល្អតែម្ដងចាហើយនេះគឺសាច់គោហាន់រួចរាល់ហើយបងប្អូនចាហើយនេះគ្រឿងរបស់ខ្ញុំមានខ្ទឹមសខ្ទឹមក្រហមម្ទេសចាសឹកខ្ទឹមអីចឹងមកណាបងប្អូនចាហើយមានទឹកត្រីនឹងបន្តិចមកហើយនឹងរ៉ូឌីចាម្រេចនិងប៊ីចេងបន្តិចដែរប្រើតិចណាបងប្អូនចាប្រេងខ្យងហើយនឹងស្ករត្នោតចាបងប្អូនយើងអត់សូវមានគ្រឿងអីច្រើនទេបងប្អូនចាគឺថាធម្មតាយើងឆាគ្រឿងតែប៉ុណ្ណឹងឯងចឹងណាបងប្អូនចាឥឡូវចាប់ផ្ដើមដាំខ្ទះឲ្យក្តៅទៅបងប្អូនចាបន្ទាប់ពីយើងហើយយើងចាក់ប្រេងឆាចូលមកចាហើយខ្ទឹមរបស់យើងនឹងចាក់បំពងទៅបងប្អូនចាបងប្អូនសាកល្បងឆាដូចខ្ញុំក៏ឆ្ងាញ់ដែរបងប្អូនខ្ទឹមយើងមិនបាច់ចាំអីទេបងប្អូនគឺថាដំដាក់ទាំងមូលតែម្ដងអញ្ចឹងណាចាឥឡូវហ្នឹងខ្ទឹមរបស់ខ្ញុំរៀងក្រហមហើយខ្ញុំក៏ដាក់ជាមួយនឹងស្ករត្នោតចូលយើងស្មានទៅណាបងប្អូនចាដាក់ស្ករត្នោតនឹងប្រហែលជាកន្លះស្លាបព្រាបាយអញ្ចឹងទៅហើយទឹកត្រីបន្តិចតែចឹងណាបងប្អូនចាយើងស្មានសាច់របស់យើងបន្លែរបស់យើងទៅកុំឲ្យប្រៃអញ្ចឹងណាបងប្អូនចាយកមកល្មមទៅតាមចំណង់ចំណូលចិត្តយើងអញ្ចឹងណាចាបងប្អូនឥឡូវហ្នឹងគឺក្រហមស្ករហើយយើងចាប់ផ្ដើមចាក់ទឹកត្រីចូលចាបងប្អូនដាក់ដូចខ្ញុំចឹងណាយើងចាក់បន្តិចសិនទៅបើសិនជាសាបចាំយើងថែមថយក្រោយទៀតចឹងណាចាហើយក៏ដាក់ជាមួយនឹងចងចាហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូនៅក្នុង YouTube របស់នេះខ្ញុំដែលមានឈ្មោះថាសាផាន់ហូបឆ្ងាញ់ចឹងណាបងប្អូនចាបើបងប្អូនពេញចិត្តវីដេអូរបស់នេះខ្ញុំបងប្អូនកុំភ្លេចជួយចុចសញ្ញាកណ្ដឹងនិងជួយ like ជួយ share អ្នកមួយផងណាបងប្អូនដើម្បីទទួលបានវីដេអូថ្មីៗទៀតចាបងប្អូនឥឡូវហ្នឹងបន្ទាប់ពីដាក់សាច់គោចូលទៅក៏ចាប់ផ្ដើមថែមជាមួយនឹងម្សៅស៊ុបខ្នុរនិងម្រេចនិងប៊ីចេងបន្តិចណាបងប្អូនចាយើងឆាត្រឡប់ទៅត្រឡប់មកកុំឆាយូរពេកចាបងប្អូនចាបើយើងឆាយូរពេកសាច់របស់យើងនឹងស្វិតវិញហើយអញ្ចឹងខ្ញុំឆាត្រឡប់ទៅត្រឡប់មកមួយសន្ទុះអញ្ចឹងទៅចាថែមជាមួយនឹងម្ទេសបន្តិចមកម្ទេសយើងមិនបាច់ដាក់បំពងចូលជាមួយខ្ទឹមទេណាបងប្អូនបើសិនជាយើងបំពងចូលជាមួយខ្ទឹមនឹងឆ្លក់តែម្ដងឈួលណាបងប្អូនចាឥឡូវស្ទើរប្រៃអញ្ចឹងខ្ញុំក៏ថែមទឹកត្រីបន្តិចណាបងប្អូនចាថែមតែបន្តិចនឹងទៀតមកគឺល្មមតែម្ដងចាបងប្អូនឥឡូវហ្នឹងគឺថាខ្ញុំភ្លក់ទីតែបងប្អូនចាគឺថាសានេះគឺថាល្មមណាបងប្អូនចាគឺថាឡើងឆ្ងាញ់ហើយក៏ចាប់ផ្ដើមដាក់ជាមួយនឹងបន្លែចូលទៅបងប្អូនចាពេលដែលយើងប៉ុណ្ណឹងណាបងប្អូនចាកុំឲ្យឆ្អិនពេកចាបងប្អូនមើលទៅដូចខ្ញុំចឹងរៀងស្រស់តិចអីចឹងណាចាគឺតែដើម្បីបើផងហើយបន្លែហ្នឹងគឺខ្ញុំចង់ញ៉ាំដាក់ជាមួយខ្លះឲ្យទុកញ៉ាំស្រស់ខ្លះបងប្អូនចាគឺដាក់ចូលបន្តិចមកត្រឡប់ទៅត្រឡប់មកហើយនិយាយពីថារសជាតិឆ្ងាញ់ណាបងប្អូនចាកូនខ្ញុំគាត់អត់សូវចេះហូបបន្លែដល់ពេលខ្ញុំឆាអញ្ចឹងទៅគឺថាគាត់ជួយចិត្តហូបបងប្អូនគាត់ថាឆ្ងាញ់អញ្ចឹងណាចាធម្មតាកសាំងទៀតរសជាតិគាត់រៀងហាងណាបងប្អូនតែដាក់ឆាជាមួយសាច់គោអញ្ចឹងមកនិយាយពីថាជាតិរសជាតិបងប្អូនអើយចាកុំភ្លេចធ្វើហូបទាំងអស់គ្នាណាបងប្អូនចាមុខហូបថ្ងៃនេះគឺឆាសាច់គោជាមួយនឹងក្រសាំងទៀតចាថែមជាមួយស្លឹកខ្ទឹមបន្តិចមកដើម្បីឲ្យមុខម្ហូបរបស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ចាបងប្អូនរៀបរាល់ហើយនេះគឺខ្ញុំបិទចក្រានណាបងប្អូនខ្ញុំភ្លេចប្រាប់ពេលដែរយើងដាក់កសាំងទៀបចូលគឺយើងបិទចក្រានណាបងប្អូនចាយើងកុំបើកព្រោះអីតែបើកហ្នឹងគឺរលួយអស់តែម្ដងសល់តែចំហាយក្តៅហ្នឹងគឺឈៀងឆាមកហ្នឹងគឺសពប់តែម្ដងអញ្ចឹងណាបងប្អូនចាថ្ងៃនេះគឺខ្ញុំធ្វើម្ហូបពេលល្ងាចដែរបងប្អូននាងរវល់ពេលព្រឹកអញ្ចឹងទៅក៏ចាំល្ងាចឡើងតែម្ដងបានជុំគ្រួសារអញ្ចឹងណាបងប្អូនឃើញទេគឺតំណងមែនតែនចាការរៀបចំមុខម្ហូបមួយមុខនេះចំណាយអស់លុយតិចហើយគឺថាបើសិនជាយើងទៅញ៉ាំនៅហាងអីប្រហែលជា$10អីណាបងប្អូនចាចំណាយយើងធ្វើនៅផ្ទះអញ្ចឹងអស់តែសាច់គោ15000ទេបងប្អូនចាគឺថាបានឡើងច្រើនហើយរសជាតិវិញគឺថាទទួលមកនឹងឡើងឆ្ងាញ់តែម្ដងអញ្ចឹងណាបងប្អូនចាកុំភ្លេចធ្វើហូបទាំងអស់គ្នាណាបងប្អូនចាគឺថាក្រសាំងទៀបគឺសម្បូរបងប្អូនចាហើយរសជាតិក៏ឆ្ងាញ់ដើម្បីសុខភាពទាំងអស់គ្នាអរគុណណាបងប្អូន